ស្នាដៃបំបីក្តីសមត្ថកិច្ចស្រុកសំពៅលូនស្រាវជ្រាវខត់ខ្លួនក្រុមចៅកោះរោងចំការលួចម៉ាស៊ីនភ្លើងបានភ្លាមៗនិងកំពុងប្រមាញ់បពពួកពីអ្នកទានដែលរត់គេចខ្លួនខេត្តបាត់ដំបងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងប្រកបដោយការទទួលខុសត្រូវខ្ពស់ពីលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរៈសេនីយ៍តូទុំវិឆ័យអធិការនគរបាលស្រុកសំពៅលូនបានដឹកនាំកម្លាំងជំនាញសហការយ៉ាងជិតស្និទ្ធជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងភូមិសាស្ត្រចូលប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុំរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ពាក់ព័ន្ធទៅនឹងករណីលួចមានស្ថានទម្ងន់ទោសដោយកោះរោងចំការលួចយកម៉ាស៊ីនភ្លើងប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័សបំផុតគួររំលឹកផងដែរថាកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2026វេលាម៉ោងប្រហែល 14:30 នាទីមានករណីចោរកម្មមួយបានកាត់ឡើងនៅចំណុចក្រុមទី7ភូមិស្រឡៅជ្រុំឃុំសេរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបងក្រុមជនសង្ស័យមានគ្នា4នាក់ភេទប្រុសបានធ្វើសកម្មភាពលួចលូនចូលទៅក្នុងរោងចាំចំការរបស់ជនរងគ្រោះឈ្មោះសេងវុនអាយុ34ឆ្នាំខណៈពេលដែលម្ចាស់មិននៅចំការក្រុមចៅបានប្រើប្រាស់កម្លាំងបាយហែកក្តារជញ្ជាំងនិងយកឈើជ្រុងបុកគាស់ទម្លុះទម្លាយជញ្ជាំងរោងរួចលូនចូលទៅលើកយកម៉ាស៊ីនភ្លើងម៉ាក AT 7800T ពណ៌ក្រហមចំនួន1គ្រឿងដឹកតាមម៉ូតូកង់3គេចខ្លួនដោយសុវត្ថិភាពភ្លាមបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសេរីមានជ័យបានចុះពិនិត្យនិងធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់នៅកន្លែងកើតហេតុដោយបានប្រមូលផ្ដុំភស្តុតាងនិងបដិសន្ធិប្រតិបត្តិការរួមគ្នាជាមួយនឹងកម្លាំងជំនាញផ្នែកនគរបាលយុតិធធម៌នៃអធិការដ្ឋាននិងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាពដោយមិនរន្ធត់និងមិនគិតពីការនឿយហត់សមត្ថកិច្ចបានប្រើប្រាស់នៅវិធានការជំនាញតាមដានជើងក្រុមល្មើសយ៉ាងប្រកៀកប្រកិនរហូតដល់វេលាម៉ោង 9:50 នាទីថ្ងៃទី30ខែកក្កដាឆ្នាំ2026ក៏បានឈានទៅដល់បំបីក្តីនិងឃាត់ខ្លួនជនសង្ស័យចំនួន2នាក់នៅចំណុចភូមិត្រពាំងប្រលិនឃុំសន្តិភាពស្រុកសំពៅលូនជនសង្ស័យទាំង2នាក់រួមមានមួយឈ្មោះប៊ុនភិរួនហៅរុនភេទប្រុសអាយុ32ឆ្នាំរស់នៅភូមិត្រពាំងប្រលិតឃុំសន្តិភាពស្រុកសំពៅលូន2ឈ្មោះចិនសារៈភេទប្រុសអាយុ47ឆ្នាំរស់នៅភូមិអូឃុំសន្តិភាពស្រុកសំពៅលូនសមត្ថកិច្ចដកហូតបានវត្ថុតាំងម៉ាស៊ីនភ្លើងម៉ាក AT 7800T ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះនិងឈើជ្រុងប្រវែង117សង់ទីម៉ែត្រដែលជាមធ្យោបាយធ្វើសកម្មភាពនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពយ៉ាងស៊ីជម្រៅថាពួកខ្លួនពិតជាបានរួមគំនិតគ្នាកោះរោងចំការលួចយកម៉ាស៊ីនភ្លើងដឹកតាមម៉ូតូកង់3ហើយបានដោះបំបាយកំទេចជាបំណែកដើម្បីយកទៅលក់នៅទីតាំងអេតចាយពិតប្រាកដមែនដោយឡែកបពពួកពីអ្នកទៀតឈ្មោះអ៊ុយអាយុ23ឆ្នាំនិងឈ្មោះខ្លាអាយុ39ឆ្នាំដែលបានរត់គេចខ្លួនពេលនេះកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយ៉ាងក្តៅគគុំដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ដោយមិនឲ្យរួចខ្លួនឡើយប្រតិបត្តិការបំបីក្តីយ៉ាងឆាប់រហ័សនេះទទួលបានការកោតសរសើរនិងវាយតម្លៃខ្ពស់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចំពោះស្មារតីទទួលខុសត្រូវល្បឿននៃការឆ្លើយតបនិងភាពវៃឆ្លាតរបស់កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តមិនគិតពីការនឿយហត់ក្នុងការការពារសុខសុវត្ថិភាពនិងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដជាចុងក្រោយសមត្ថកិច្ចក៏បានផ្ញើសារព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ក្រុមខលខូចនិងជនល្មើសទាំងឡាយណារាល់សកម្មភាពល្មើសច្បាប់បំផ្លិចបំផ្លាញនិងរំលោភបំពានលើទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយសមត្ថកិច្ចប្រកាសជាតាមដានស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតដោយគ្មានការលើកលែងជាដាច់ខាតបច្ចុប្បន្នជនសង្ស័យទាំង2នាក់ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់សម្រួលអត្ថបទដោយលោកមុតចត្រាហៅប្រមាញ់ជាយដែន